តោះបងប្អូនខ្លះគាត់ចេះហៅឈ្មោះ ester ហើយដែលអានតាមគោលការណ៍នៃការហៅឈ្មោះគឺទៅហៅផ្នែកអាកុលមុនគឺ OR ព្រីមនិងហៅផ្នែកអាស៊ីតតាមក្រោយគឺ ARCO ដែលបដូរមជ្ឈមបទពី OH ទៅ OR អញ្ចឹងយើងសាកកលេចមើលទាំងអស់គ្នាថាធ្វើម៉េចទើបយើងហៅបានឈ្មោះទាំងអស់នោះហើយឈ្មោះនោះវាមានពួកខ្សែលាតគ្មានខ្នែងឧទាហរណ៍លេខ7លេខ8ធ្វើម៉េចហៅចេញpropyl metanoate propyl propanoate ហើយបើវាមានខ្នែងដូចលេខ9លេខ10វិញធ្វើម៉េចហៅចេញឈ្មោះបែបនេះហើយធ្វើម៉េចហៅចេញឈ្មោះបែបនេះជាងយើងមកមើលទាំងអស់គ្នាថាការហៅឈ្មោះយើងទៅបែងចែកដាច់ថាផ្នែកណាហៅមុនផ្នែកណាហៅតាមក្រោយតាមគោលការណ៍នៃការហៅឈ្មោះយើងអញ្ចឹងផ្នែក OR ព្រីមរបស់អាស៊ីតរបស់អាកុលត្រូវហៅមុនមជ្ឈមបទវាគឺ il នេះប្រយ័ត្នរឿងមជ្ឈមបទនៅក្នុងសមាធិសរីរាង្គប្រយ័ត្នរឿងមជ្ឈមបទតោះមកហៅឈ្មោះរបស់អាស៊ីតតាមក្រោយគឺ ACO យើងបែងចែកដាច់ផ្នែកណាត្រឹមអាស៊ីតផ្នែកណាត្រឹមអាកុលព្រោះនៅពេលសរសេរសមីការប្រតិកម្មតែកាលណាបងប្អូនបែងចែកដាច់ការសរសេរសមីការប្រតិកម្មនោះចេះតែខុសទៅតាមនោះអញ្ចឹងផ្នែកអាស៊ីតដែលត្រូវហៅក្រោយនោះបដូរមជ្ឈមបទវាលែងអាស៊ីតហើយអញ្ចឹងវាទៅជា ester ដូរពី OH ទៅជា OR វិញអញ្ចឹងទើបយើងបានឈ្មោះរបស់វាដូចដែលមានបងប្អូនឃើញមុនដំបូងនៃក្បាលវីដេអូនេះអញ្ចឹងដោយសារវីដេអូមុនភ្ជាប់កាសទាំងទៅសលេងមិនសូវច្បាស់អញ្ចឹងជូនវីដេអូថ្មីនេះដោយភ្ជាប់ជាមួយនឹងចំណុចថ្មីរបស់យើងគឺ ester ដែលមានខ្នែងតែម្ដងហើយមុនគឺយើងឃើញ ester ដែលគ្មានខ្នែងទេអញ្ចឹងពេលខ្លះបងប្អូនអាចឃើញគេសរសេរត្រឡប់ចុះឡើងអីយ៉ាងម៉េចក៏ដោយសំខាន់គឺផ្នែក OR ព្រីមត្រូវហៅមុនអញ្ចឹងនេះផ្នែកដែលត្រូវហៅមុនផ្នែកដែលហៅមុនណាគូប្រអប់ចិត្តចឹងមកយើងរាប់តែចំនួនកបោននេះអញ្ចឹងនៅក្នុង ester ដោយសារវាពីរផ្នែកផ្សេងគ្នាអញ្ចឹងផ្នែកដែលពីរផ្សេងគ្នាចែកគ្នាហ្នឹងត្រឹម ARCO និង OR ព្រីមហ្នឹងបងប្អូនត្រូវចុះលេខកបោននៅដែលទល់មុខគ្នាហ្នឹងគឺលេខ1ដូចគ្នាហើយបង់ចេញទៅរៀងខ្លួនបង់មកឆ្វេងបង់មកស្ដាំរៀងខ្លួនរកខ្សែមេណាដែលវែងជាងគេខ្សែកបោនដែលវែងជាងគេធ្វើជាខ្សែមេហើយបើយើងចាប់ផ្ដើមហៅឈ្មោះទៅខាង OR ព្រីមគឺយើងហៅមុនមកចាំបទ il ទៀតជាងនេះកបោនយើងរាប់តែកបោននេះណាគ្រាន់តែយើងបែងចែកវាត្រឹមណាគឺជាផ្នែកអាស៊ីតត្រឹមណាជាផ្នែកអាកុលចឹងយើងឃើញឈ្មោះវាមុនណាមួយមុនឌូគូឲ្យដល់ឈ្មោះហ្នឹងមកឃើញនេះដោយសារកបោន3 pro ដល់ពេលវាជាបង្គំ alkyl ទៅហៅមុនទៅជា propyl ផ្នែកដែលត្រូវហៅតាមក្រោយនេះគូសជាទឹកអលើកនេះអញ្ចឹងផ្នែកដែលត្រូវហៅតាមក្រោយបងប្អូនឃើញកបោនមាន2អញ្ចឹងវាបដូរមជ្ឈមបទពី OH ទៅជា OR វិញអញ្ចឹងវាទៅជា etanoate បើកាលវានៅអាស៊ីតគេហៅអាស៊ីត etanoic ឬក៏អាស៊ីត acetic អញ្ចឹងកន្លែងណាវាមានឈ្មោះសាមញ្ញវាមួយទៀតគឺ acetate ទាំងទៅ acetate ទាំងទៅព្រោះចេញពីអាស៊ីតរបស់វា acetic ចាហ្នឹង ester ខ្សែលាតគ្មានខ្នែងបញ្ជាក់ខ្សែលាតគ្មានខ្នែងអញ្ចឹងគឺអត់មានក្រុមចំនួនណានៅលើសមាសធាតុនឹងទេទី7ដដែលបងប្អូនឃើញគូសឲ្យដល់កន្លែង OR ព្រីមមកតែម្ដងព្រោះជាផ្នែករបស់កុលតែយើងហៅជាមួយនឹងយើងរាប់តែចំនួនកបោនទេអញ្ចឹងកបោន3ដដែល propyl ដដែលដល់ឡែកខាង ARCO របស់យើងកបោនមានតែមួយបងប្អូនខ្លះគាត់ហៅអត់ចេញដោយសារហាស់ហ្នឹងគាត់ដឹងហៅមិនអញ្ចឹងបញ្ជាក់ច្បាស់ថាយើងរាប់ចំនួនកបោនមិនមែនរាប់ហាស់រាប់អូទេអញ្ចឹងកបោន1មេ 2A 3 pro 4 បុយអញ្ចឹងទៅហើយដូរទៅតាមមជ្ឈមបទជាក់ស្ដែងអញ្ចឹងមកអញ្ចឹងពេលនេះវាជាផ្នែក ARCO របស់ ester បដូរមជ្ឈមបទពីអាស៊ីត OH មកជា ester OR អញ្ចឹងទៅជា metanoate តែ metanoate នេះវាក៏មានឈ្មោះសាមញ្ញរបស់វាមួយទៀតដែរគឺគេហៅថា format ឬក៏ឯកសារខ្លះគេ format ចឹងទៅដោយសារជាពាក្យកម្ចីអានតាមភាសាបារាំងលេខ8បងប្អូនកលេចមើលកបោន3ទៀតហើយអញ្ចឹងឃើញនៅ propyl ដដែលតាំងពីលេខ6លេខ7លេខ8មកដែលឡែកខាង ARCO យើងពេលនេះឡើងកបោនដល់3អញ្ចឹងកបោន3នៅតែ pro តែវាទៅជា propanoate ទាំងទៅហើយវាក៏មានឈ្មោះសាមញ្ញវាមួយទៀតដែរយើងហៅ common name នោះគឺ propionate ទាំងទៅមកលេខ9ខ្នែង
និយាយគ្នាឲ្យដាច់ស្រេចថាអ្វីទៅជាខ្នែងមិនមែនបងប្អូនឃើញគេទៅសេគូសដៃវាទៅលើទៅក្រោមសិតតែជាខ្នែងនេះខ្នែងតើតើបងប្អូនបង់លេខឲ្យបានត្រឹមត្រូវឬក៏រឹសខ្សែមេឲ្យបានត្រឹមត្រូវសិនអានៅសល់ពីបងប្អូនរឹសខ្សែមេនោះអានឹងគេហៅថាខ្នែងហ្នឹងអញ្ចឹងពេលនេះ C655 គឺជាខ្នែងនៅក្នុងផ្នែកកលរបស់ STR នេះព្រោះពេលបងប្អូនបង់លេខ1ហើយទៅ C655 នោះអត់បានទេព្រោះវាជាខ្សែបិទអញ្ចឹងយើងបង់រកខ្សែវាអត់ឃើញកតុយទេអញ្ចឹងយើងចុះមកក្រោមបានកាបោន2ជាខ្សែមេអញ្ចឹងនេះកាបោន2ជាខ្សែមេរបស់បងប្អូនអញ្ចឹងនៅលើខ្សែមេរបស់បងប្អូនដែលមានកាបោន2នេះមានក្រុមជំនួសមួយទៀតគឺ C655 នោះដែលវាមានឈ្មោះថា penil ហើយបានខ្សែមេរបស់បងប្អូនកាបោន2គឺទៅជា ethyl ទៅព្រោះកាបោន2គឺ ethyl ហើយវាខាង OR' ជាមជ្ឈមបត់ il ទាំងអស់ហើយកលេចមកមើលខាង ARCO នេះវិញឬក៏ផ្នែករបស់អាស៊ីតនេះវិញបងប្អូនខ្លះច្រឡំបង់លេខទៅខុសចាត់ទុកថា CH3 នេះជាខ្នែងនៅក្នុងសមាធិសរីរាង្គគេរំលេចច្បាស់ឬក៏ប្រើពាក្យច្បាស់ឲ្យគេប្រើពាក្យថាខ្សែជាងខ្សែនោះអាចបត់បែនទៅលើក្រោមឆ្វេងស្ដាំទិសដៅទាំង4នោះទៅខាងណាយើងអត់ដឹងទេអាស្រ័យលើប្រធានគេផ្ដល់ឲ្យតែយើងអ្នកហៅឈ្មោះបងប្អូនដែលជាបេក្ខជនដែលត្រូវហៅឈ្មោះគឺយើងបង់លេខរកខ្សែមេឲ្យបានវែងអញ្ចឹងពេលនេះខ្សែមេវានេះទៅហើយចុះមកក្រោមនេះបានដល់ចុងបញ្ចប់នៃខ្សែគឺជា CH3 នោះអញ្ចឹងយើងឃើញកាបោន3ពេលយើងបង់មកយើងរាប់តែកាបោននេះគ្រាន់តែផ្នែករបស់អាស៊ីតគឺ A ហើយ CO នេះអញ្ចឹងកាបោន3វានៅតែរក្សាឈ្មោះជា propanoate ដដែលអញ្ចឹងទៅឃើញទេអញ្ចឹងពេលខ្លះប្រធានសរសេរមកបែបនេះបងប្អូនខ្លះគាត់ច្រឡំថាជាខ្នែងខុសបាត់ហ្នឹងគឺអត់មានចម្លើយបដោយឬក៏ចម្លើយបានដែរតែមិនបានបន្ទុកអញ្ចឹងអ្នកខ្លះគាត់អត់ដឹងខ្លួនខុសអត់ដឹងខ្លួននឹងគេហើយតែដល់ពេលគេកែទៅក្រដាស់ហ្នឹងអត់បានបន្ទុកសោះកន្លែងខ្លះតែហើយអស់ហើយចេះឆ្ងល់ហ្នឹងមិនបានបន្ទុកមុខវិជ្ជាហ្នឹងបានតិចម៉េះនិទេសមុខវិជ្ជាហ្នឹងធ្លាក់មកទៀតម៉េះអញ្ចឹងជឿរកឲ្យអស់សូម្បីតែប្រឡងក្នុងថ្នាក់ផងច្បាស់ដល់ពេលកែហើយឲ្យគេក្រដាស់ទៅមើលមិនដឹងថាខ្លួនឯងខុសអីអញ្ចឹងយើងក៏លេខមើលចុងក្រោយគឺលេខ10អញ្ចឹងលេខ10របស់បងប្អូនខាង OR' របស់យើងគឺជាបណ្ដុំរបស់សមាធាតុបហា C6H5 ហ្នឹងភ្ជាប់ជាមួយនឹង CH2 តែម្ដងអញ្ចឹងភ្ជាប់មួយ CH2 ហ្នឹងគឺវាមានឈ្មោះរបស់វាតែម្ដងតែម្ដុំហ្នឹងO យើងមិនមើលក៏បានដែរព្រោះយើងអត់ដែលរាប់ចំនួន O នេះយើងរាប់កាបោននេះប៉ុណ្ណឹងវាមានឈ្មោះរបស់វាហ្មងគឺ benzene នេះប៉ុណ្ណឹងឃើញទេអញ្ចឹងវាច្រឡំថាខ្នែងទៀតណាជួនកាលតែគេអាចហៅឈ្មោះមួយយ៉ាងទៀតបានដែរគឺ phenyl methyl ព្រោះបងប្អូនណាគាត់បង់លេខ1លើ CH2 ទៅបង់ទៅទៀតអត់កើតអញ្ចឹងចាប់ត្រឹមហ្នឹងហើយ C6H5 គាត់ចាប់ទុកជាខ្នែងតែគេមិននិយមហៅ phenyl methyl វាវែងពេកដល់ពេលមកផ្នែកខាងឆ្វេងវិញឬក៏ផ្នែក ARCO វិញអ្នកខ្លះខុសទៀតខុសត្រង់ថាគាត់បង់លេខចុះមកក្រោមដល់ពេលចុះមកក្រោមខ្សែកាបូនគាត់បានតែ3ខ្លីអត់អាចយកទៅធ្វើជាខ្សែមេបានទេព្រោះខ្សែមេវាគឺទៅត្រង់ទៅលើមិនបានយើងដឹងថាទៅត្រង់ទៅលើព្រោះអា C2H5 នេះយើងប្របែកបាន CH2 CH3 CH2 CH3 អញ្ចឹងពេលយើងបង់លេខមក2ហើយទៅនេះ3 4នេះដែលវាស្មើនឹង C2H5 នេះចាហ្នឹងហើយគឺជាការចោះលេខលើខ្សែមេឲ្យបានត្រឹមត្រូវទើបអានៅសល់គឺជាខ្នែងរបស់យើងអញ្ចឹងពេលនេះនៅសល់របស់យើងគឺជាខ្នែងនេះ CH3 នេះអញ្ចឹង CH3 គឺជាក្រុមជំនួសដែលយើងហៅថាខ្នែងហ្នឹងកាបូន1មេហើយជាក្រុមជំនួសគឺបង្គំអាល់គីលទាំងអស់មានមជ្ឈមបត់ il អញ្ចឹង methyl ហើយ methyl ហ្នឹងនៅទីតាំងទី2អញ្ចឹងបានជាយើងឃើញឈ្មោះនេះ2 methyl សំទោសមែន2 ethyl ទេគឺ2 methyl នេះ2 methyl តនេះ2 methyl តមកខ្សែកាបូនមេយើង4គឺបុយទៅជាបុយតាណូអាតចឹងទៅតនេះចឹងកន្លែងហ្នឹងនេះហើយជាការហៅឈ្មោះរបស់សមាធិសរីរាង្គប្រភេទ ester ពួក ester នេះវាខុសគេទីដែលវាចែកចេញជា2ផ្នែកចឹងអាណាត្រូវហៅមុនមជ្ឈមបត់អីអាណាត្រូវហៅក្រោយមជ្ឈមបត់អីយើងមានការហៅឈ្មោះផ្សេងទៀតនៅខាងក្រោមជាឧទាហរណ៍គំរូសម្រាប់បងប្អូនរៀនធ្វើបើរៀននៅក្នុងថ្នាក់ទៅចែកគ្នាឡើងកាយចឹងទៅ
យើងអាចសាក់លបងធ្វើបានហើយមានចម្ងល់អីអាចសួរបន្ថែមវីដេអូក្រោយយើងនឹងជួបគ្នាពីលំហាត់ដែលឆ្លើយតបដែលគេឲ្យឈ្មោះមកវិញហើយយើងទៅសរសេររូបមន្ត ASTR ហ្នឹងចេញពីណាទៅទើបមិនចេះខុសហើយអត់ពិបាកលុបចុះលុបឡើងទៅមកបានចម្លើយព្រោះពីយើងប្រឡង